បាទអាដាមសំណួរសំខាន់តែម្ដងព្រៀងសាំងគឺឡើងថ្លៃហើយអាដាមតើបញ្ហាឡើងថ្លៃព្រៀងសាំងនេះមកពីរឿងរ៉ាវតាក់ទងពីសង្គ្រាមនៅអ៊ីរ៉ង់ឬអាចមានបញ្ហាពីផ្ទៃក្នុងពីការចាត់ចែងរបស់រដ្ឋាភិបាលកម្ពុជាពីក្នុងប្រទេសផងសូមអញ្ជើញបាទខ្ញុំជូនឧទាហរណ៍នៅប្រទេសបារាំងដែលខ្ញុំកំពុងតែរស់នៅជាប្រទេសមួយដ៏ធូរធារតែមានរដ្ឋាភិបាលគេគ្រប់គ្រងប្រទេសគេបានល្អប្រសើរពេលប្រេងសាំងឡើងថ្លៃពីព្រោះនេះជាបាតុភូតក្នុងពិភពលោកដោយសារមានសង្គ្រាមនៅអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកអញ្ចឹងប្រេងសាំងវាឡើងថ្លៃជាទូទៅប៉ុន្តែនៅប្រទេសបារាំងរដ្ឋាភិបាលគេជួយពលរដ្ឋគេបន្ធូរបន្ថយពន្ធហើយគេឧបត្ថម្ភដល់គ្រួសារក្រីក្រឬដល់អ្នករកទទួលទានដែលរងការឡើងប្រេងសាំងនេះគេផ្ដល់ប្រាក់ឧបត្ថម្ភដើម្បីសម្រាលទុកសម្រាលការជួបប្រទះការពិបាករបស់ប្រជាពលរដ្ឋគេអញ្ចឹងទូទាំងពិភពលោកគេត្រូវមានវិធានការបែបហ្នឹងតើរដ្ឋាភិបាលឪកូនតើមានវិធានការបែបហ្នឹងទេត្រូវកាត់បន្ថយពន្ធលើប្រេងសាំងដើម្បីឲ្យប្រេងសាំងនឹងវានៅនឹងវាឡើងបន្តិចបន្តួចកុំឲ្យឡើងខ្លាំងពេកហើយត្រូវរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសាររងគ្រោះគ្រួសារក្រីក្រដែលនៅប្រទេសកម្ពុជាគ្រួសារក្រីក្រនោះវាស្ទើរតែទូទាំងប្រទេសទាំងមូលហើយអញ្ចឹងត្រូវមានវិធានការចាក់ស្ដែងភ្លាមណាជួយដល់ប្រជាពលរដ្ឋទៅបានវាមានវិធានការអីផ្សេងទៀតយូរអង្វែងបន្តិចពីព្រោះត្រូវធ្វើការកែតម្រង់ច្រើនណាប៉ុន្តែវិធានការទី2គឺត្រូវតែរឹបអូសទ្រព្យសម្បត្តិក្រុមគ្រួសារហ៊ុនសែនបពពួកហ៊ុនសែនអ្នករកស៊ីខលខូចដែលប្លន់ជាតិប្លន់រាជអស់អញ្ចឹងត្រូវរឹបអូសទ្រព្យសម្បត្តិពីជនខលខូចហើយក្រុមគ្រួសារហ៊ុនសែននេះគេលុយគេច្រើនចាយមិនអស់អញ្ចឹងបានថាយើងត្រូវធ្វើម៉េចចែករំលែកណាយើងត្រូវមិនត្រូវថាចែកគ្នារស់ទេកុំឲ្យទៅក្រុមគ្រួសារហ៊ុនសែននឹងអ្នកដែលអែបអបហ៊ុនសែននឹងគឺរស់មិនឲ្យប្រជាពលរដ្ឋដទៃទៀតទូទាំងប្រទេសបានរស់អញ្ចឹងយើងមិនត្រូវតែចែកគ្នារស់ទេយើងត្រូវតែជួយគ្នារស់ពីចែកគ្នារស់ទៅជួយគ្នារស់នឹងហើយរដ្ឋាភិបាលដែលយកចិត្តទុកដាក់អំពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្លួនបាទដូច្នេះបើតាមប្រសាសន៍របស់អាដាមបញ្ហាប្រេងឡើងថ្លៃនេះគឺជាបញ្ហាដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅលើពិភពលោកប៉ះពាល់ដល់ប្រទេសបារាំងដែលលោកសំរងស៊ីកំពុងរស់នៅផងក៏ប៉ុន្តែបញ្ហាមួយទៀតនោះគឺដំណោះស្រាយរបស់រដ្ឋាភិបាលតែម្ដងអាដាមបានលើកឡើងថារដ្ឋាភិបាលនៃប្រទេសបារាំងដើម្បីទប់ស្កាត់កុំឲ្យប្រេងឡើងថ្លៃនេះហើយដើម្បីជួយដល់ប្រជាពលរដ្ឋគេមានវិធានការ2វិធានការទី1គឺមិនយកពន្ធទៅលើតម្លៃប្រេងសាំងហើយវិធានការទី2គឺរដ្ឋខ្លួនឯងជាអ្នកជួយឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋតែម្ដងអាដាមតាមទល់នឹងពេលនេះប្រទេសកម្ពុជាមានចាត់វិធានការពីរនេះឬមួយមានវិធានការផ្សេងទៀតទេក្នុងការជួយទប់ស្កាត់ដល់ជីវភាពប្រជាពលរដ្ឋដែលប៉ះពាល់ដល់ក្នុងរឿងសាំងឡើងថ្លៃនេះតិចតួចណាធ្វើឲ្យតែល្អមើលប៉ុន្តែវាគ្មានប្រសិទ្ធភាពនៅប្រទេសបារាំងគេកាត់បន្ថយពន្ធគេមិនលុបពន្ធលើប្រេងសាំងទាំងអស់ទេគេកាត់បន្ថយពន្ធធ្វើម៉េចកុំឲ្យតម្លៃប្រេងសាំងលក់រាយហ្នឹងវាឡើងខ្ពស់ពេកអញ្ចឹងនៅប្រទេសកម្ពុជាអានោះយើងអាចចាប់ផ្ដើមធ្វើភ្លាមមួយរំពេចតែបើរដ្ឋាភិបាលកូននេះមិនខ្វល់អានោះគេអត់រីវីរវល់ទេហើយវិធានការទី2ហ្នឹងគេត្រូវចាប់ផ្ដើមអនុម័តដែរគឺយកមកអនុវត្តណាឲ្យមានវិធានការសេចក្តីសម្រេចអីឲ្យអនុម័តច្បាប់អីថ្មីអញ្ចឹងទៅដើម្បីអនុវត្តយកមកជួយជាបរដ្ឋជាក់ស្ដែងទៅធ្វើឲ្យជាក់ស្ដែងកុំនិយាយតែមាត់គាត់ទៅធ្វើឲ្យល្អមើលអានឹងយើងអត់ចង់បានទេបាទខ្ញុំសង្កេតមើលឃើញវិធានការរបស់រដ្ឋាភិបាលក្រុងភ្នំពេញហាក់ដូចជាយកចិត្តទុកដាក់ក្នុងការកម្ចាត់
រឿងការរកស៊ីជួញបោកតាមប្រព័ន្ធអ៊ីនធឺណិតនឹងខ្លាំងជាងអាដាមបានជ្រាបហើយនៅកាលពីថ្ងៃទី30មិនិនាពី3ថ្ងៃមុននេះលោកកើតរិទ្ធដែលជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនឹងបានប្រកាសអំពីការបង្កើតច្បាប់មួយដើម្បីទប់ស្កាត់បំបត្តិចោលនៅអក្រិតកម្មឆបោកអនឡាញរហូតដល់មានការដាក់ទោសទណ្ឌអ្នកទាំងឡាយណាដែលគេរកឃើញថាជាប់ពាក់ព័ន្ធទៅនឹងអក្រិតកម្មអនឡាញនេះដាក់គុកអស់មួយជីវិតផងក្រៅពីនឹងមានវិធានការមួយទៀតរដ្ឋាភិបាលក្រុងភ្នំពេញបានលើកឡើងថានឹងកម្ចាត់ឲ្យអស់អក្រិតកម្មអនឡាញនេះនៅដំណាច់ខែមេសាគឺខែ4នេះតែម្ដងដូច្នេះឃើញថារដ្ឋាភិបាលហាក់ដូចជាយកការបង្វែរការយកចិត្តទុកដាក់ទៅលើការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលចាំបាច់ពេលនេះនឹងទៅលើការបង្ក្រាបអក្រិតកម្មឆបោកអនឡាញនេះទៅវិញអាដាមមានការវិភាគបែបណាដែរហេតុអីបានជារដ្ឋាភិបាលហាក់ដូចជាយកចិត្តស្រាប់តែភ្លាមនឹងយកចិត្តទុកដាក់ខ្លាំងមែនទែនលោដល់បង្កើតច្បាប់ដាក់គុកអស់មួយជីវិតផងរហូតដល់ប្រកាសប្រាប់ពិភពលោកថានឹងកម្ចាត់ឲ្យអស់នៅអក្រិតកម្មអនឡាញនេះឲ្យបាននៅចុងដំណាច់ខែមេសានេះហេតុអីបានជាយកចិត្តទុកដាក់លើបញ្ហានឹងជិះជាងការយកចិត្តទុកដាក់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារប្រេងឡើងថ្លៃនេះមិនដឹងជាគាត់កើតរោគអីទេបានគាត់និយាយប្រេះផ្ដាស់អញ្ចឹងពីព្រោះអ្វីដែលគាត់និយាយដែលហៅថាជាវិធានការរដ្ឋាភិបាលនោះគឺវិធានការខ្យល់ទេគេធ្វើឲ្យល្អមើលគេធ្វើសើសើប៉ុន្តែអាសកម្មភាពឆោបបោកដែលមានធ្វើក្នុងទ្រង់ទ្រាយធំវាពាក់ព័ន្ធនឹងមេដឹកនាំកម្ពុជាដែលមានអំណាចខ្ពស់ដូចជាហ៊ុនសែនខ្លួនឯងក្មួយហ៊ុនសែនក្មួយប្រសាហ៊ុនសែនកូនប្រសាហ៊ុនសែនគឺសិទ្ធិបកពួកហើយអ្នកដែលនៅជុំវិញហ៊ុនសែនដូចលីយ៉ុងផាត់ហ្នឹងគឺជាសមាជិកព្រឹទ្ធសភាអ្នកកាន់លុយឲ្យហ៊ុនសែនកាន់លុយឲ្យគណៈបកប្រជាជនកម្ពុជាគឺសិទ្ធតែអ្នកនៅជុំវិញហ៊ុនសែនហើយអ្នកទាំងអស់ហ្នឹងគឺទទួលលុយច្រើនណាស់ពីអក្រិតជនដែលឆោបបោកតាមប្រព័ន្ធអនឡាញនេះអញ្ចឹងគេអត់ប៉ះពាល់ទេមេខ្លោងធំគេអត់ប៉ះពាល់ទេគេប៉ះពាល់តែចោលកពេចកពុកតូចតាចគេធ្វើឲ្យល្អមើលចឹងទេប៉ុន្តែគេមិនដោះស្រាយបញ្ហាមែនទេពីព្រោះរដ្ឋាភិបាលឪកូនសប្តាហ៍ថ្ងៃនេះគឺរស់ដោយសារចោលចិញ្ចឹមយើងបន្តិចទៀតនេះយើងអាចធ្វើវិភាគអំពីការវិវត្តនៃសេដ្ឋកិច្ចប្រទេសកម្ពុជាគឺរដ្ឋាភិបាលចោលមកសៀតដៃភ្លើងជើងមាន់នេះគឺបំផ្លាញខ្ទេចខ្ទីអស់ហើយអត់ចេះរកទទួលទានផ្ដាល់ប្រាក់ចំណូលឲ្យរដ្ឋត្រឹមត្រូវពីប្រភពល្អមានតម្លៃភាពមានតម្លាភាពថ្លៃថ្នូរឯអត់ទេគឺប្រាក់ចំណូលរបស់គេនេះភាគច្រើនហើយអានេះខ្ញុំមើលការវិភាគរបស់អ្នកបច្ចេកទេសអន្តរជាតិគេថារបបហ៊ុនសែននឹងគឺมันអាចរស់ដោយមិនមានការជួយពីក្រោយពីចោលឯងអញ្ចឹងគេត្រូវការពារចោលហើយពីព្រោះបើយើងមើលទឹកលុយអាលុយដែលគេបានមកពីការឆោបបោកតាមប្រព័ន្ធអនឡាញនេះលុយនឹងវាច្រើនណាស់វាលើសលប់វាលើសនឹងប្រាក់ចំណូលមកពីឧស្សាហកម្មកាត់ដេរដែលយើងនាំចេញទៅក្រៅប្រទេសប្រហែលនោះមិនទាំងដល់អាលុយដែលពួកចោលវារកបានហើយវាចែកជាមួយហ៊ុនសែនអញ្ចឹងរបបហ៊ុនសែនរបបឪកូននេះបើគ្មានចោលតែពេលនោះលោកដែលកើតរោគអីនោះគាត់និយាយថាគេនឹងបង្ក្រាបអស់ហើយគេនឹងបំបត្តិលោកកើតរិទ្ធមិនមែនលោកកើតរោគទេបាទប៉ុន្តែលោកកើតហ្នឹងគាត់កើតរោគអីទេបើគាត់និយាយប្រេះផ្ដាល់អញ្ចឹងណាហើយគ្មានអ្នកណាជឿទេគាត់និយាយអញ្ចឹងខ្ញុំដឹងហើយដោយសារគាត់ទទួលសម្ពាធរដ្ឋាភិបាលឪកូននេះទទួលសម្ពាធគេថាគេនឹងកម្ចាត់ណាគេកម្ចាត់ចោលហើយបើចោលនឹងវាពាក់ព័ន្ធស៊ីជំរឿក្នុងរបបឪកូននេះបើគេកម្ចាត់ចោលវាដោយទាំងរបបឪកូនផងអញ្ចឹងបានលោកកើតរោគនេះគាត់ភ័យគាត់ដឹងថាអារបបដែលគាត់កំពុងតែគ្រប់គ្រងគាត់នៅក្នុងជាផ្នែកមួយនៃរបបនោះវានឹងដួលរលំហើយពេលណាកម្ចាត់ចោលអស់កម្ចាត់ចោលមែនតើ
របបអឺកូនហ្នឹងគឺវាដួលរលំអញ្ចឹងគាត់ដឹងថាគេនឹងមានវិធានការគេមិនជឿទេគាត់និយាយផ្ដេសផ្ដាស់បែបហ្នឹងគ្មានអ្នកណាជឿទេសូម្បីតែអ្នកសាមញ្ញមនុស្សសាមញ្ញដូចខ្ញុំគ្រាន់តែមើលរបាយការណ៍ពីមជ្ឈដ្ឋានអន្តរជាតិផ្សេងៗគេនិយាយច្បាស់ក្រឡែតថារបបអឺកូននេះគឺជារបបដែលរស់មកទល់នឹងសពថ្ងៃដោយសារចៅចិញ្ចឹមអានឹងកុំលាក់បាំងទៅមិនរួចទេយើងមើលប្រាក់ចំណូលធម្មតាវាខ្ទេចខ្ទីអស់ហើយរស់ដោយសារចោលទេរបបអឺកូនសពថ្ងៃនេះបាទអរគុណអាដាមក៏ប៉ុន្តែខ្ញុំបាទនៅតែឆ្ងល់អាដាមថាការដែលមានវិធានការលុបបំបាត់អក្រិតកម្មអនឡាញឬមួយការបង្កើតច្បាប់ដើម្បីបោសសម្អាតឬមួយចាប់អក្រិតជនដាក់គុកអស់មួយជីវិតនេះគឺជាឆាកល្ខោនគឺជាឡបឡាយហេតុអីបានជាគេត្រូវធ្វើរឿងហ្នឹងស្រាប់តែភ្លេចខ្លួនធ្វើរឿងហ្នឹងតើមានសម្ពាធបែបណាដែលយកចិត្តទុកដាក់ទៅលើរឿងនឹងជាជាងការដោះស្រាយជីវភាពប្រជាពលរដ្ឋជាជាងការមើលដោះស្រាយបញ្ហាបាត់ដីរហូតដល់ជាង50ទីតាំងនោះអាដាមរឿងដែលត្រូវតែធ្វើជាអតិភិបណារដ្ឋាភិបាលធម្មតាដែលគេយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺគេត្រូវដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋអញ្ចឹងយើងនិយាយអំបញ្ញពីការខ្វះខាតបាត់បង់ប្រាក់ចំណូលមិនកើនទេមានតែចុះហើយទំនិញកាន់តែឡើងថ្លៃអានឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋវាកាន់តែស្រុតចុះអញ្ចឹងរដ្ឋាភិបាលដែលទទួលខុសត្រូវណាគេត្រូវដោះស្រាយបញ្ហាហ្នឹងតែគេមិនដោះស្រាយបញ្ហាហ្នឹងគេបង្វែរទៅភូតផលរឿងអក្រិតកម្មឆបបោកតាមអនឡាញនោះវិញពីព្រោះដូចវាចំណេញពីរចំណេញមួយបង្វែរអារម្មណ៍ថារដ្ឋាភិបាលអឺកូននេះគឺគ្មានខ្វល់គ្មានយកចិត្តទុកដាក់អំពីការរស់នៅយ៉ាងដដាបដដួសនៃប្រជាពលរដ្ឋអានឹងរឿងមួយគឺគេបង្វែរគេមិនធ្វើគេមិនឲ្យយើងនឹកឃើញឲ្យយើងគិតទៅរឿងអីផ្សេងហើយអារឿងអីផ្សេងដែលគេបង្វែរអារម្មណ៍យើងឲ្យទៅនឹកឃើញនោះគឺសិតតែអារឿងដែលគេភូតផលទៀតអារឿងដែលចង់លាក់បាំងគឺរដ្ឋាភិបាលអឺកូនគឺរស់ដោយសារចោលចិញ្ចឹមហើយទទួលសម្ពាធពីអន្តរជាតិគេថាបន្តិចទៀតនេះគេដោះស្រាយបញ្ហានឹងឲ្យតតែបានគេឲ្យរដ្ឋាភិបាលអឺកូនដោះស្រាយខ្លួនឯងទៅគេទុកមុខទុកមាត់ឲ្យចាត់វិធានការខ្លួនឯងទៅហើយពេលដែលឃើញចាក់ស្ដែងចាត់មិនបានគេនឹងមកចាត់ខ្លួនគេហើយសម័យនេះគឺឥឡូវនេះប្រទេសដែលមានអំណាចហ្នឹងគឺអាចអន្តរាគមន៍មកដោះស្រាយបញ្ហាដែលរដ្ឋាភិបាលនៃប្រទេសនីមួយមិនចេះឬមិនព្រមដោះស្រាយខ្លួនឯងអញ្ចឹងហើយបានរដ្ឋាភិបាលអឺកូននេះគឺនិយាយភូតផលថាគេនឹងកម្ចាត់មិនបានកម្ចាត់ពួកក្រុមចៅមិនបានបើខ្លួនរស់ដោយសារចៅនេះតែម្ដងបាទអាដាមបើអាដាមបច្ចុប្បន្ននេះមានតួនាទីជាប្រមុខដឹកនាំរដ្ឋាភិបាលឯករាជ្យ23ដុល្លារឯកឧត្តមជាអ្នកសេដ្ឋកិច្ចឯកឧត្តមក៏ជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចផងដែរអាដាមប្រសិនបើអាដាមពេលនេះកំពុងតែកាន់ការជាប្រមុខដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នតើអាដាមក្នុងរយៈពេល7ថ្ងៃទៅខាងមុខនេះឯកឧត្តមនឹងមានវិធានការបែបណាដើម្បីស្ដារជីវភាពប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះសឹងទៅគ្រប់គ្នាទាំងអស់ពីប្រេងឡើងថ្លៃដោះស្រាយយ៉ាងណាអំពីកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាដែលកំពុងតែស្អុយរលួយពេញពិភពលោកថាជាមជ្ឈមណ្ឌលដ៏ធំមួយនៃការធ្វើបាបទារុណកម្មលើមនុស្សជាមជ្ឈមណ្ឌលដ៏ធំមួយក្នុងការប្រព្រឹត្តអំពើឆបោកតាមអនឡាញដោះស្រាយយ៉ាងណាចំពោះរឿងដីបាត់ដីរហូតដល់ជាង50ទីតាំងនេះបើតាមលោកអ៊ុំសំអានដែលជាតំណាងរាស្ត្រជាប់ឆ្នោតហើយជាប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិនេះលោកប្រៀបធៀបថាការបាត់បង់ទឹកដីរហូតដល់51ទីតាំងនេះគឺវាមានទំហំស្មើនឹងខេត្តតាកែវចំនួន7ដងតើបញ្ហា3នេះអាដាមនឹងដោះស្រាយបែបណាប្រសិនបើអាដាមជាប្រមុខដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នទី1ត្រូវតែបញ្ចប់សង្គ្រាមជាមួយប្រទេសថៃបញ្ចប់ក្នុងភាពថ្លៃថ្នូរ
ប្រកបដោយកិត្តិយសអត់មានចោះចាញ់ហើយអត់មានយល់ព្រមឲ្យគេលេបតបាក់ទឹកដីយើងងាយងាយអញ្ចឹងឯងហើយមធ្យោបាយវិធីគឺមានតែមួយគត់ប្តឹងទៅសហគមន៍អន្តរជាតិយោងកិច្ចព្រមព្រៀងទីក្រុងប៉ារីឆ្នាំ1991អញ្ចឹងហើយបានរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នេះមានឈ្មោះដាក់$23នោះគឺដើម្បីរំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីបានចុះហត្ថលេខាថ្ងៃ$23ឆ្នាំ1991ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះនិយាយច្បាស់ណាស់ថាបើប្រទេសកម្ពុជារងគ្រោះដោយសារការឈ្លានពានពីប្រទេសណាមួយសហគមន៍អន្តរជាតិដែលមានប្រទេសជាហត្ថលេខីសិទ្ធិជាមហាអំណាចច្រើនណាត្រូវតែមកជួយប្រទេសកម្ពុជាធានាការពារបរភាពទឹកដីគឺការពារទឹកដីប្រទេសកម្ពុជាតែម្ដងនឹងសម្ពាធនឹងដាក់ទៅលើថៃថាឲ្យថៃប្រគល់សងទឹកដីប្រទេសកម្ពុជាមកវិញមកដែលប្រទេសថៃបានលួចលេបត្របាក់ហើយប្រទេសថៃត្រូវឈប់ឈ្លានពានត្រូវឈប់គំរាមកំហែងត្រូវឈប់ប្រើកងទ័ពអំពើហិង្សាមកលើស្រុកខ្មែរអញ្ចឹងវាគ្មានវិធីណាដែលច្បាស់លាស់ដែលស័ក្តិសិទ្ធិជាងកិច្ចព្រមព្រៀងទីក្រុងប៉ារីតែរដ្ឋាភិបាលឪកូនហ៊ុនសែនហ៊ុនម៉ាណែតនេះគេមិនព្រមស្នើឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីពីព្រោះវាឡងបើថាសុំឲ្យគោរពបូរណភាពទឹកដីប្រទេសកម្ពុជានៅខាងលិចពេលនោះត្រូវនិយាយពីខាងកើតតែហ៊ុនសែនគាត់បានកាត់ទឹកដីប្រទេសកម្ពុជាឲ្យប្រទេសវៀតណាមនោះលេបរបាក់ច្រើនណាអញ្ចឹងយើងទៅប្តឹងគេយ៉ាងម៉េចសារលើមកជួយមើលខាងលិចផងទេគេថាចុះពីខាងកើតដែលបាត់បង់ទឹកដីសន្ធឹកសន្ធាប់ដែលហ៊ុនសែនកាត់ឲ្យប្រទេសវៀតណាមហ្នឹងមិនក៏មិនឲ្យដោះស្រាយផងវាដោះស្រាយរួមហ៊ុនសែនមិនអាចដោះស្រាយរួមបានទេពីព្រោះហ៊ុនសែនជំពាក់បំណុលត្រូវកាត់ទឹកដីឲ្យខ្មែរឲ្យទៅប្រទេសវៀតណាមដើម្បីឲ្យប្រទេសវៀតណាមនឹងជួយការពារអំណាចហ៊ុនសែនបានអំណាចពីយួនអញ្ចឹងហ៊ុនសែនត្រូវដឹងគុណយួនត្រូវកាត់ទឹកដីខ្មែរឲ្យទៅយួនអញ្ចឹងវាមិនរលូនមានតែរដ្ឋាភិបាលឯករាជ្យទេដែលអត់ជំពាក់គុណយួនអត់ជំពាក់គុណអ្នកណាទាំងអស់ដែលយើងអាចការពារប្រទេសទឹកដីប្រទេសកម្ពុជាគឺការពារទាំងខាងលិចទាំងខាងកើតអញ្ចឹងមានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីអញ្ចឹងវិធានការទី1នេះយើងត្រូវដោះស្រាយរឿងបញ្ហាសង្គ្រាមរឿងបញ្ហាបាត់បង់ទឹកដីដណ្ដើមទឹកដីយើងមកវិញឲ្យពលរដ្ឋខ្មែរបានសុខទទួលបានដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ដែលត្រូវបាត់បង់ដោយសារការឈ្លានពានរបស់ថៃយើងត្រូវដោះស្រាយបញ្ហាហ្នឹងប៉ុន្តែហ៊ុនសែនអត់ដោះស្រាយអីទាំងអស់គាត់ធ្វើមិនដឹងមិនលឺឲ្យអ្នកណាហ៊ានទៅនិយាយការពិតគេចាប់ដាក់គុកទៀតគេមិនទាំងឲ្យយើងនិយាយផងបើគេមិនឲ្យយើងគ្រាន់តែនិយាយមិនបានរឿងអីគេមកជួយដោះស្រាយបញ្ហាមែនតើគេអត់ចង់ឲ្យយើងនិយាយពីបញ្ហាហ្នឹងទេអញ្ចឹងហើយបានវាដូចថាវាអយុត្តិធម៌វាបើងើយកន្តើយវាដូចថាមិនរវីរវល់ហើយមានតែគៀបសង្កត់មិនឲ្យយើងត្អូញត្អែហើយមិនឲ្យយើងនិយាយការពិតពីភាពវេទនារបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងវិធានការទី1រឿងដូចខ្ញុំនិយាយមិញណារឿងសន្តិភាពរឿងទឹកដីរឿងពលដីធ្លីផ្ទះសម្បែងដែលយើងបាត់បង់ជាមួយទឹកដីដែលប្រទេសថៃលេបត្របាក់អានឹងយើងដោះស្រាយបានងាយហើយវាគ្មានវិធីណាក្រៅពីវិធីហ្នឹងគឺ$23 1991ហ្នឹងឆ្លើយទៅលោកជនច័ន្ទបុតណារឿងធំជាងគេដែលយើងប្រឈមមុខគឺថារឿងសន្តិភាពហើយរឿងទឹកដីបាទចុះរឿងតម្លៃប្រេងសាំងវិញឥឡូវចូលមករឿងទូទៅសិនសូមត្រឡប់មករឿងមកដល់រឿងពេញសាំងរឿងទី2ក្នុងការដឹកនាំប្រទេសអ្វីដែលសំខាន់ជាងគេរឿងចោលហ្នឹងហ្មងពីព្រោះរឿងចោលហ្នឹងវាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាជាទូទៅហើយប៉ះពាល់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរបងប្អូនយើងខ្លះថាទេចោលហ្នឹងមិនដែលមកលួចអីខ្ញុំវាលួចតែគ្នាវាអ៊ីនធឺណិតអីណាឆោបោកណាឆោបោកទៅប៉ុន្តែប្រជាពលរដ្ឋខ្មែរថារឿងចោលនេះគាត់អត់មានពាក់ព័ន្ធដល់គាត់ផ្ទាល់ទេតែបើមិនពាក់ព័ន្ធផ្ទាល់វាពាក់ព័ន្ធដោយប្រយោលពីព្រោះរឿងចោលណាធ្វើឲ្យប្រទេសកម្ពុជានឹងខូចឈ្មោះតែយើងខូចឈ្មោះ
អត់មានអ្នកណាចង់មករកស៊ីជាមួយយើងចង់សូម្បីតែទេសចរក៏គេឈប់មកដែរអញ្ចឹងបងប្អូនយើងដែលរស់ដោយសារទេសចរគឺច្រើនណាស់ដល់ទេសចរនៅខេត្តសៀមរាបនៅទីក្រុងភ្នំពេញដល់ទេសចរគេឈប់មកគេថាទេអត់មកលេងទេស្រុកចោលឬខ្លាចចោលវាចាប់វាបខំឲ្យទៅធ្វើការឲ្យវាក្នុងអាសកម្មភាពអក្រិតកម្មឆោបបោកហ្នឹងពីព្រោះអាការនិយាយហ្នឹងអាព័ត៌មានហ្នឹងវាខ្ទរខ្ទាទូទាំងពិភពលោកហើយគេថាស្រុកខ្មែរជាស្រុកចោលអត់មាននរណាចង់សូម្បីតែមកលេងជាទេសចរគឺគេឈប់មកហើយមករកស៊ីក៏គេឈប់មកដែរមានតែចោលគ្នាវាមករកស៊ីជាមួយចោលតែអ្នករកស៊ីត្រឹមត្រូវគឺថាគេឈប់មកហើយគេអត់ចង់មករកស៊ីនៅស្រុកខ្មែរស្រុករបស់ចោលឯងអញ្ចឹងវាប៉ះពាល់ដល់ណាប៉ះពាល់ដល់ពលរដ្ឋខ្មែរទេសចរក៏យើងបាត់ណាការងារដែលយើងត្រូវទទួលបានបើមានអ្នកវិនិយោគត្រឹមត្រូវគេបង្កើតសហគ្រាសគេបង្កើតរោងចក្រគេបង្កើតការងារវាបានផលមកយើងប៉ុន្តែឥឡូវយើងមើលប្រទេសជិតខាងណាប្រទេសវៀតណាមទទួលផលល្អពីព្រោះគេទៅរកស៊ីនៅប្រទេសវៀតណាមពីព្រោះប្រទេសវៀតណាមគេមិនមែនជាប្រទេសចោលទេអ្នកដឹកនាំមានស្មារតីទទួលខុសត្រូវគេស្រឡាញ់ជាតិនិយាយមែនទេកុម្មុយនីសមិនកុម្មុយនីសឲ្យតែស្រឡាញ់ជាតិអាហ្នឹងដែលសំខាន់ហើយគេប្រឆាំងអំពើពុករលួយអញ្ចឹងបានសហគ្រាសនៅសហរដ្ឋអាមេរិកដូចជាសហគ្រាស iPhone ទូរស័ព្ទដៃអេឡិចត្រូនិកហ្នឹងគេមកសាងសង់រោងចក្រនៅប្រទេសវៀតណាមតែអត់មាននរណាមកស្រុកខ្មែរក្រុមហ៊ុនល្អដូច Apple ដូចអីដែលអាចផ្ដល់ការងារឲ្យយើងល្អគេអត់មកដាក់ទុនមករកស៊ីនៅស្រុកខ្មែរទេវាខាតណាខាតពលរដ្ឋយើងអត់បានការងារធ្វើតែពលរដ្ឋប្រទេសវៀតណាមបានការងារធ្វើពលរដ្ឋនៅថៃបានការងារធ្វើពលរដ្ឋនៅឥណ្ឌូនេស៊ីបានការងារធ្វើរហូតដល់ពលរដ្ឋនៅប្រទេសឥណ្ឌាបានការងារធ្វើពីព្រោះអ្នកវិនិយោគល្អគេទៅរកប្រទេសណាដែលមានការគ្រប់គ្រងប្រទេសល្អត្រឹមត្រូវគេមិនមករកស៊ីនៅប្រទេសណាដែលខុបខិតជាមួយចោលតាំងពីមានដឹកនាំកពូលណាហើយស្ថាប័នរដ្ឋអំណាចហ៊ុនសែននេះគឺគេចាត់ទុកថាពួកចោលអញ្ចឹងណាចង់មករកស៊ីចោលអញ្ចឹងវិធានការដែលយើងត្រូវចាត់ណាតែមិនយើងហៅថាចាត់ផងយើងហៅថាកាត់ផងវាស្រួលណាបំបត្តិកាត់ផ្ដាច់ទៅចំណងជាមួយចោលណារដ្ឋាភិបាលឯករាជ្យដែលបំរើប្រជារាស្ត្រពិតប្រាកដយើងអត់ត្រូវការចោលទេយើងត្រូវសហការជាមួយអន្តរជាតិក៏ប៉ុន្តែអាដាមក្នុងរឿងនេះរដ្ឋាភិបាលហាក់ដូចជាមានវិធានការចោលទាំងប្រមាណនឹងរដ្ឋាភិបាលបានចាប់បញ្ជូនទៅឲ្យចិនវិញបាត់អស់ហើយតើអាដាមនៅសល់ចោលអីទៀតអូយច្រើនណាស់សកម្មភាពហ្នឹងណាគេគ្រាន់តែដូរមេណាដូច Gen Z ណាបាត់ Gen Z ទៅមាន Gen Z 10ទៀតណាគាត់ទៅឈ្មោះអីផ្សេងក្រៅពី Gen Z គេគ្រាន់តែដូរឈ្មោះមនុស្សគេគ្រាន់តែដូរយីហោណាដាក់ក្រុមហ៊ុនមួយទៅមិនមែនឈ្មោះ Prince Group ទេវាដូរឈ្មោះទៅជាឈ្មោះស្អី Group អីណាមួយទៅវាដូរទីតាំងណាវារើពីកន្លែងមួយទៅដោយរបបហ៊ុនសែនតាំងពីឌីវិជាតាំងពីនេតសវឿនអ្នកពាក់ព័ន្ធរឿងនគរបាលសិតតែកូនប្រសាក្មួយប្រសាហ៊ុនសែននោះគឺនៅជុំវិញហ៊ុនសែនហ្នឹងគឺការពារណាឲ្យអាក្រុមចៅនោះវានៅមានសកម្មភាពដែរដែលអាគ្រាន់តែដូរក្លុកពីក្រៅធ្វើឲ្យតែល្អមើលគ្មានអ្នកណាជឿទេប៉ុន្តែជាក់ស្ដែងអាសកម្មភាពចោលនោះវានៅតែបន្តដដែលពីព្រោះរបបកូននេះគឺរស់ដោយសារចោលអញ្ចឹងខ្ញុំមិនចាំបាច់និយាយរឿងនឹងដដែលទេទោះតែមានរដ្ឋាភិបាលថ្មីដែលមកបោះសម្អាតពិតប្រកបបោះសម្អាតទាំងហ៊ុនសែនតកូលកូនផងហើយបោះសម្អាតទាំងចោលវាដោយទៅជាមួយគ្នាបើយើងបោះសម្អាតចោលគឺកូននឹងវាដោយជាមួយចោលហើយអញ្ចឹងយើងត្រូវចាត់វិធានការក្តៅហ្នឹងវាត្រូវយើងកាត់ត្រូវហ៊ានកាត់បើមិននៅកាត់ទេជំងឺនៅវានៅរ៉ាំរ៉ៃខ្មែរយើងនៅតែវេទនាអញ្ចឹងហើយបានបើយើងមានឱកាសយើងត្រូវនិយាយពីការបង្កើតតំបន់រំដោះដើម្បីពន្លឿនការផ្ដួលរលំរបបអសមត្ថភាពរបបពង្រាយកតើយរបបក្បត់ជាតិនិយាយឲ្យចំទៅរបបកូននេះជារបបក្បត់ជាតិធ្វើឲ្យជាតិយើងហិនហោចឲ្យរះវេទនាតែយើងអត់ត្រំដល់ណាទៀតអញ្ចឹងចង់យើងបន្តនិយាយពីរឿងសេដ្ឋកិច្ចណាអ្វីដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំមានតួលេខច្បាស់លាស់ខ្ញុំបានមើលរបាយការណ៍ចុងក្រោយគឺអត្រាកំណើននៃផលិតផលសរុបក្នុងស្រុកនៅប្រទេសកម្ពុជាគឺធ្លាក់ចុះមែនទេអ្វីដែលយើង
ឃើញនៅជុំវិញយើងរាល់ថ្ងៃណាអាហ្នឹងវាបើយើងមើលជាសរុបថ្នាក់ជាតិទាំងមូលតួលេខទាំងមូលយើងឃើញថាអត្រាហ្នឹងវាធ្លាក់ចុះពី 4-5 ឆ្នាំមុនរហូតដល់ឡើងដល់ 4-10 ឆ្នាំមុនណាផលិតផលសរុបក្នុងស្រុកហៅថា GDP ហ្នឹងឡើងមួយឆ្នាំ 7-8% តែឥឡូវនេះឆ្នាំ 2006 ណា26ណានឹងធ្លាក់មក 4% កាត់ពាក់កណ្ដាលហើយ 4% ណាมันអាចរស់បានទេបើយើងប្រៀបធៀបទៅនឹងកំណើនពលរដ្ឋណាបើអត្រាកំណើនផលិតផលសរុបក្នុងស្រុកណាទៅ 4% យើងមិនអាចរស់បានទេពលរដ្ឋខ្មែរមិនអាចរស់បានទេអញ្ចឹងហើយបានឃើញថាតួលេខសរុបដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិគេបានផ្ដល់មកណាគេប្រាប់យើងថាសេដ្ឋកិច្ចស្រុកខ្មែរកំពុងតែដាំក្បាលចុះហើយគេលើកពីបញ្ហាគេធ្វើវិភាគទៅរឿងបញ្ហាមួយទៀតណាដែលវាយើងវាធ្ងន់ធ្ងរជាងគេណារឿងបំណុលគឺថាក្នុងពិភពលោកណាប្រៀបធៀបទៅប្រទេសទាំងអស់ហើយជាពិសេសប្រទេសក្រីក្រណាគ្មានប្រទេសណាដែលពលរដ្ឋជាប់បំណុលធ្ងន់ជាងនៅប្រទេសកម្ពុជាឯងមកគ្រួសារណាពលរដ្ឋខ្មែរម្នាក់តាំងពីកូនក្មេងកូនងាណាក៏ចំពាក់បំណុលធនាគារ$1,000ពលរដ្ឋខ្មែរឥឡូវនឹង17-18លាននាក់ហើយប្រាក់បំណុលបើយើងយកមកបូកសរុបទាំងអស់ទៅវា17,000លានអញ្ចឹងពលរដ្ឋខ្មែរម្នាក់បុគ្គលម្នាក់សូម្បីតែកូនក្មេងក៏ចំពាក់បំណុល$1,000តែបើយើងមើលជាគ្រួសារថា4-5នាក់ចុះអញ្ចឹងមកគ្រួសារចំពាក់បំណុល$5,000មកគ្រួសារខ្មែរទាំងអស់ចំពាក់បំណុលជាមួយឈុំ$5,000នោះវាលុះពីប្រទេសគេដទៃទៀតគេមើលថាបំណុលដែលខ្ចីដើម្បីយកមករស់ប្រចាំថ្ងៃទិញអីវ៉ាន់អីរាល់ថ្ងៃណាទិញអីវ៉ាន់អីទិញទួចទិញឡានទិញអីម៉ូតូអីហ្នឹងគឺគេមិនអោយលើសពី 30% នៃប្រាក់ចំណូលរបស់យើងឯងបើយើងរកបានថា100ចំពាក់បំណុលហ្នឹងគេឲ្យចំពាក់30តែនៅស្រុកខ្មែរបើយើងរកបាន100យើងចំពាក់បំណុល400នៅស្រុកគេបើយើងរកបាន100គេឲ្យចំពាក់30តែនៅស្រុកខ្មែរបើយើងរកបាន100ឥឡូវហ្នឹងគេឲ្យមិនឲ្យប៉ុន្តែវាជាក់ស្ដែងយើងចំពាក់គេ400អញ្ចឹងគ្មានប្រទេសណាដែលពលរដ្ឋចំពាក់លុយធនាគារវ៉ាន់កដោយពលរដ្ឋខ្មែរទេអានឹងវារឿងនេះវាវែងឆ្ងាយថាត្រូវបានខ្ចីលុយពីព្រោះកសិករធ្វើស្រែធ្វើចំការខាតរាល់ថ្ងៃត្រូវខ្ចីលុយដើម្បីបំពេញកង្វះខាតអ្នកខ្លះឈឺប្រព័ន្ធសុខាភិបាលយើងវាយ៉ាប់យ៉ឺនពេកត្រូវខ្ចីលុយដើម្បីទៅព្យាបាលជំងឺគឺថាខ្មែរយើងត្រូវបខំចិត្តខ្ចីលុយពីព្រោះរដ្ឋាភិបាលយើងនឹងវាអត់យកចិត្តទុកដាក់អត់ដឹកនាំប្រទេសបានល្អធ្វើឲ្យពលរដ្ឋខ្លួននឹងគឺខ្វះខាតទៅបែរទៅរកណាទៅរកធនាគារខ្ចីលុយធនាគារជំពាក់ធនាគារវ៉ាន់កខ្លាយទៅជាទេសកលហិរញ្ញវត្ថុឬបំរាស់អត់រួចទេអញ្ចឹងវាដល់សភាពការមួយដែលយើងដល់កវាលើសពីដល់កវាទឹកដល់ច្រមុះហើយយើងមិនអាចអត់ទ្រាំរស់នៅក្រោមរបបនឹងរបបអ៊ុយកូននឹងទៀតទេបាត់បង់ទឹកដីទាហានគេបញ្ជូនឲ្យទៅច្បាស់ឲ្យទៅស្លាប់អត់ប្រយោជន៍ពីព្រោះគេនៅតែចាញ់គេនៅតែលៀបតបាក់ទឹកដីយើងបញ្ជូនទៅស្លាប់អត់ប្រយោជន៍ទេបញ្ហាដែលត្រូវដោះស្រាយបញ្ហាទឹកដីបញ្ហាសង្គ្រាមនេះដោះស្រាយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីដែលមានតម្លៃដូចពេជ្រយើងអត់ចេះប្រើយើងបញ្ជូនទាហានទៅស្លាប់អត់ប្រយោជន៍ឲ្យខ្មែរបាត់បង់ទឹកដីទៀតអញ្ចឹងយើងនៅអត់ទ្រាំដល់ណាមើលបែរមើលជីវភាពយើងគេបំផ្លាញខ្ទេចខ្ទីអស់លក់ខ្ទេចលក់ខ្ទីឲ្យប្រជាពលរដ្ឋក្រីក្រវិជ្ជនាមើលពួកគេរស់ដូចស្ដាច់គឺលុយកោដូចភ្នំចាយមិនអស់តែយើងអត់ទ្រាំដល់ណាអញ្ចឹងវិធានការដែលខ្ញុំនិយាយឲ្យមិញរដ្ឋាភិបាលឯករាជ្យ$23ណាគឺបំបត្តិចោលហើយរឹបអូសទ្រព្យសម្បត្តិអ្នកដែលរកស៊ីខលខូចជាមួយចោលហើយដែលប្លន់រាស
ដែលលុយបានមកពីការលក់ជាតិកាប់ព្រៃឈើលួចដីប្រជារាស្ត្រប្រព្រឹត្តអំពើពុករលួយណាលុយហ្នឹងណាទីមួយសងបំណុលជំនួសប្រជាពលរដ្ឋទៅខ្ចីលុយធនាគារដោយសារអសមត្ថភាពដោយសារអំពើពុករលួយរបស់មេដឹកនាំសពថ្ងៃដែលយើងត្រូវកម្ចាត់មេដឹកនាំសពថ្ងៃយើងត្រូវរឹបអូសទ្រព្យសម្បត្តិមេដឹកនាំសពថ្ងៃហ្នឹងយកមកដោះស្រាយបញ្ហាជីវភាពរបស់ប្រជារាស្ត្របញ្ហាទី1គឺសងបំណុលជំនួសប្រជារាស្ត្រហើយបញ្ហាទី2ត្រូវមានប្រាក់បំរុងដើម្បីមកឧបត្ថម្ភដូចខ្ញុំនិយាយមិញពេលប្រេងសាំងឡើងថ្លៃដែលយើងចូលមកសាច់រឿងយើងប្រចាំថ្ងៃពេលប្រេងសាំងឡើងថ្លៃត្រូវឧបត្ថម្ភជួយទ្រទ្រង់ជីវភាពប្រជារាស្ត្រដោយយើងមានប្រាក់បំរុងដែលយើងប្រមូលបានពីការរឹបអូសទ្រព្យសម្បត្តិដែលពួកអ្នកដឹកនាំប្រទេសកម្ពុជាសប្តាហ៍និងបកពួកលួចជាតិត្រូវយកមកសងជាតិវិញសងជាតិនោះគឺមកជួយប្រជារាស្ត្រវិញបាទរឿងទ្រព្យសម្បត្តិនេះហើយគឺជាបញ្ហាធំនៅប្រទេសកម្ពុជាយើងទាំងអស់គ្នាប្រកាសជាដឹងហើយទ្រព្យសម្បត្តិហើយនឹងអំណាចនេះហើយវាពាក់ព័ន្ធជាមួយនឹងគ្នាទ្រព្យសម្បត្តិរបស់ក្រមគ្រួសារត្រកូលហ៊ុននិងបកពួកនេះគឺច្រើនណាស់យើងមិនចាំបាច់ទៅស្រាវជ្រាវឯណាទេគឺពួកគាត់បង្ហាញខ្លួនគាត់តែម្ដងសមាជិកក្រមគ្រួសារត្រកូលហ៊ុននិងបកពួកនេះគឺថាសម្ញែងទ្រព្យសម្បត្តិកូនបកើតកូនប្រសាចៅក្មួយបងប្អូនជំនូនមួយប្អូនបកើតបងបកើតអីនេះគឺថាម្នាក់នឹងគឺថាបង្ហាញទ្រព្យសម្បត្តិគឺទ្រព្យសម្បត្តិនេះហើយដែលធ្វើឲ្យពួកគាត់ក្រាញអំណាចដូច្នេះអាដាមតែប្រសិនបើអាដាមបានឡើងកាន់ជាប្រមុខដឹកនាំរដ្ឋាភិបាលដំណាក់កាលដំបូងនោះគឺអាដាមយកលុយរបស់ពួកទាំងអស់នេះនឹងយកមកដាក់ជាសម្បត្តិរដ្ឋហើយចែកដល់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរវិញឆ្លៀតឱកាសនេះខ្ញុំបាទសូមអំពាវនាវដល់លោកអ្នកនាងកញ្ញាដែលកំពុងតែស្ដាប់ការផ្សាយរបស់យើងប្រសិនបើលោកអ្នកនាងមានចម្ងល់មានសំណួរចង់សួរទៅអាដាមសំរិទ្ធិផ្ទាល់តែម្ដងសូមសរសេរលេខទូរស័ព្ទដាក់ក្នុងខ្ទង់ comment ឬមួយក៏បើមិនចង់និយាយផ្ទាល់ទេកុំឲ្យឮសំឡេងគេទៅធ្វើទុកបុកម្នេញអីលោកអ្នកនាងអាចសរសេរជាសំណួរឬមួយក៏ជាទស្សនៈយោបល់ខ្ញុំបាទក៏នឹងអានជូនលោកអ្នកនាងដែរអាដាមងាកមករឿងអ្វីដែលលោកអាដាមបានខ្ញុំសូមបន្ថែមវិធានការដ៏ចាំបាច់ណាបន្ទាន់មួយទៀតពេលយើងមករៀបចំប្រទេសឡើងវិញគឺបែងចែកដីធ្លីស្រុកខ្មែរយើងសម្បូរដីណាស់មិនគួរប្រជាពលរដ្ឋខ្មែរខ្វះដីធ្វើស្រែចម្ការសូម្បីតែខ្វះផ្ទះសម្បែងពីព្រោះអាការបែងចែកហ្នឹងវាអត់មានសមធម៌វាអត់មានយុត្តិធម៌គឺអ្នកមានអំណាចពួករកស៊ីខលខូចក្រុមហ៊ុនបរទេសដែលមកសោកប៉ាន់តកូលហ៊ុនសែននេះគឺវាយកដីយើងអស់ណាវាទទួលបានសម្បត្តិរាប់លានហិកតាណា99ឆ្នាំរាប់10ឆ្នាំហើយទន្ទឹមនឹងប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុកបែរទៅជាអត់ដីវិញរឿងនេះមិនរឿងធម្មតាទេมันអាចទទួលយកបានទេយើងត្រូវរឹបអស់មកវិញដីរបស់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ដើមដែលជាម្ចាស់ពិតនៃដីទាំងនោះណាយើងត្រូវបកគលដីសងម្ចាស់ដើមហើយម្ចាស់ពិតវិញអញ្ចឹងអាសម្បត្តិណាដីពួកអុកញ៉ាអ៊ីជួលអ៊ីជាមួយក្រុមហ៊ុនឯកជនក្រុមហ៊ុនបរទេសរាប់លានហិកតាណាយើងត្រូវប្រមូលមកវិញទុកជាទ្រព្យសម្បត្តិជាតិហើយបកគលជាទ្រព្យសម្បត្តិរាស្ត្របកគលជាទ្រព្យសម្បត្តិរាស្ត្រគឺត្រូវចែកដីហ្នឹងឲ្យទៅប្រជារាស្ត្រជាពិសេសប្រជាពលរដ្ឋខ្មែរភាគច្រើនជាកសិករហ្នឹងគឺដីធ្លីជាឆ្នាំងបាយរបស់ពួកគាត់យើងត្រូវបកគលទៅផ្ដល់គ្រួសារកសិករនីមួយៗនៅដីធ្លីគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការគឺធានាឆ្នាំងបាយរបស់គាត់យើងឃើញនឹងវាទឹះភ្នែកឃើញថាដីនោះគេពាត់យកអស់សិតតែក្រុមហ៊ុនសិតតែអុកញ៉ាយកពីប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាម្ចាស់ទឹកម្ចាស់ដីយើងមិនអាចបណ្ដោយធ្វើឲ្យគេធ្វើអញ្ចឹងបានទៀតទេអញ្ចឹងបានថាចិត្តដល់យើងទៀតយើងនិយាយពីបញ្ហាត្រូវបង្កើតតំបន់រំដោះហ្នឹងគឺត្រូវចាត់វិធានការត្រូវជំរុញឲ្យមានការប្រែប្រួលត្រូវបំផុសទឹកចិត្តប្រជាពលរដ្ឋណាគឺឥឡូវនេះយើងត្រូវអនុវត្តសិទ្ធិរបស់យើងគឺត្រូវមានផ្ទះសម្បែងមិញខ្ញុំឃើញក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរីឃើញគេមករឹបអូសមកផ្ដួលរំលំមកវាយកំទេចផ្ទះសម្បែងប្រជាពលរដ្ឋដើម្បីយកដីថាធ្វើអីធ្វើអភិវឌ្ឍខ្លាំងអភិវឌ្ឍឈួតណាជាមួយហ៊ុនសែនអភិវឌ្ឍហ្នឹងគឺ
កន្លែងណាមានអភិវឌ្ឍឃើញតែទឹកភ្នែកប្រជាពលរដ្ឋអភិវឌ្ឍមែនទេគេធ្វើឲ្យប្រជាពលរដ្ឋសប្បាយគេធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារកាន់តែល្អប្រសើរឡើងប៉ុន្តែអភិវឌ្ឍជាមួយហ៊ុនសែនធ្វើឲ្យប្រជាពលរដ្ឋហូរទឹកភ្នែកឲ្យប្រជាពលរដ្ឋកាន់តែវេទនាទៅអភិវឌ្ឍនេះឈួតអញ្ចឹងហើយបានថាយើងមិនត្រូវបណ្ដោយរបបឈួតហ្នឹងវាធ្វើឲ្យបានតាមចិត្តអញ្ចឹងទៀតទេបាទអាដាមខ្ញុំចាប់អារម្មណ៍ប្រសាសន៍របស់អាដាមថាត្រូវបង្កើតតំបន់រំដោះនេះហើយតំបន់រំដោះនេះយើងធ្លាប់ឮនៅប្រទេសកម្ពុជាយើងសម័យដែលខ្មែរក្រហមវាយបហាទៅលើរបបរបស់សេនាប្រមុខលន់នល់នៅឆ្នាំម្ដុំឆ្នាំ1970ដល់75នេះគេមានការជួយឧបត្ថម្ភពីវៀតណាមខាងជើងគឺពួកវៀតកុងនេះមានការគ្រប់គ្រងពីចិនផងគេវាយយកខេត្តណាអញ្ចឹងទៅគេចាត់ទុកតំបន់នឹងតំបន់រំដោះក្រោយមកទៀតនៅសម័យរបស់លោកហេងសំរិនក៏មានតំបន់នៅតាមព្រំដែននៅដែរមានការជួយគ្រប់គ្រងពីសហរដ្ឋអាមេរិកពីប្រទេសចិនពីអង់គ្លេសពីប្រទេសថៃអីផងដែលទៅផ្ដល់ដីនៅតាមព្រំដែននឹងឲ្យធ្វើជាតំបន់រំដោះមួយសម្រាប់អ្នកដែលប្រឆាំងនឹងរបបក្រុងភ្នំពេញតើពេលនេះដែលអាដាមមានគោលបំណងបង្កើតតំបន់រំដោះនេះតើបង្កើតរបៀបណាមានការគ្រប់គ្រងបែបណាមានទ្រង់ទ្រាយបែបណាសូមជឿអាដាមខ្ញុំគ្រាន់តែយល់ឃើញហើយទស្សន៍ទាយថាប្រជាពលរដ្ឋដែលមានការឈឺចាប់មិនដែលក្នុងកម្រិតដល់ប៉ុណ្្នឹងឯងដែលឈឺចាប់គេថាទឹកដល់ច្រមុះហើយណាយើងមិនអាចនៅស្ងៀមរងចាំតែការស្លាប់ទេយើងត្រូវតែរើបំរាស់ហើយស្ថានភាពឥឡូវនេះឆ្នាំ2006នេះវាអំណោយផល2020វាមិនដូចស្ថានភាពកាលបាទ2026នេះមិនមែនដូចមិនអាចប្រៀបធៀបទៅកាលសម័យខ្មែរក្រហមអាហ្នឹងវាពេលនោះវាខុសគ្នាវាខុសគ្នាតែបើយើងមើលពីទុកវេទនាប្រជាពលរដ្ឋកាលខ្មែរក្រហមណាវេទនាទៅនៅជនបទទេតំបន់ខ្លះដូចនៅសំឡូតអីហ្នឹងគឺពលរដ្ឋខ្មែរចូលព្រៃតែឥឡូវនេះវាវេទនាទូទាំងប្រទេសដូចខ្ញុំនិយាយពីរឿងបំណុលមិញគឺគ្រួសារខ្មែរស្ទើរតែគ្រប់គ្រួសារចំពាក់បំណុលវ័នកពិបាករស់ក្រៃលែងបាត់បង់ដីធ្លីផ្ទះសម្បែងអស់ព្រៃឈើអស់ត្រីអស់ទ្រព្យសម្បត្តិធម្មជាតិគ្មានឱកាសទៅរកទទួលទានពេលឈឺម្ដងគឺវេទនាលក់គោលក់ក្របីខ្ចីលុយគេហើយកូនអ្នកក្រណាងើបមុខអត់រួចទេក្រុមរបបហ៊ុនសែននេះងើបមុខអត់រួចទេពីព្រោះតកូលគេណាមិនមែនតែតកូលហ៊ុនសែនហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីទេអ្នកដឹកនាំប្រទេសគ្រប់ក្រសួងគ្រប់ស្ថាប័នទាំងអស់សិតតែឪកូនមិនឪកូនទេឪមកក្មួយឪមកកូនភាសាឪសិតតែគ្នាគេគ្រួសារគ្នាគេថាប្រមាណ100គ្រួសារគ្នាគេតែដដែលហ្នឹងតែបើពលរដ្ឋខ្មែរណារាប់លានគ្រួសារយុវជនខ្មែររាប់លានអ្នកងើបមុខអត់រួចទេគេអត់មានផ្ដល់ឱកាសឲ្យយើងទេគេគិតថាគ្រួសារគេប្រមាណហ្នឹងអញ្ចឹងខ្ញុំមិនដែលឃើញសម័យណាដូចសម័យឥឡូវ2026ដែលរាជខ្មែររងគ្រោះដល់កម្រិតហ្នឹងដោយអាភាពអយុត្តិធម៌ណាវាធ្ងន់ធ្ងរដល់កម្រិតហ្នឹងឃើញថាវាអំណោយផលពីព្រោះបើយើងនៅស្ងៀមអត់ធ្វើអីក៏ស្លាប់ដដែលអញ្ចឹងយើងត្រូវរើបំរាស់ឲ្យបើយើងមិនបានធូរខ្លួនយើងជួយដល់កូនចៅយើងកុំឲ្យកូនចៅយើងនៅវេទនាដោយសពថ្ងៃតទៀតអញ្ចឹងវាខុសគ្នាកាលពីសម័យខ្មែរក្រហមដែលមានការបះបោរនេះប្រជាពលរដ្ឋទាំងមូលត្រូវតែងើបឈរអញ្ចឹងឱកាសនេះយើងរៀបចំឲ្យបានល្អបន្តិចទៅចាត់វិធានការត្រឹមត្រូវទៅគឺធ្លាក់មកឯងតំបន់រំដោះណារៀបចំតែបន្តិចទៅគឺធ្លាក់មកឯងវាទុំដូចផ្លែឈើវាទុំហើយវាធ្លាក់មកខ្លួនឯងហ្មងធ្វើយ៉ាងម៉េចអាដាមខ្ញុំបាទនៅតែមិនទាន់យល់តំបន់រំដោះនឹងធ្វើយ៉ាងម៉េចយកទីតាំងណាធ្វើជាតំបន់រំដោះរបៀបម៉េចដែរអាដាមដូចយើងងើបយើងឈប់ទទួលស្គាល់ប្រជាពលរដ្ឋខ្មែរដូចខ្ញុំពីក្រៅប្រទេសហើយខ្ញុំមានតាក់ទងមួយខ្មែរខាងក្នុងប្រទេសច្រើនណាយើងប្រកាសថាឈប់ទទួលស្គាល់មិនមែនតែឈប់គោរពទេណាឈប់គោរពឈប់ស្ដាប់ហើយឈប់ទទួលស្គាល់
រដ្ឋាភិបាលក្បត់ជាតិហ៊ុនសែនហ៊ុនម៉ាណែតដែលកំពុងតែបំផ្លាញជាតិហើយធ្វើបាបរាជធ្វើឲ្យខ្មែរបាត់បង់ដីធ្លីធ្វើឲ្យជនភៀសសឹករាប់ផ្សែនអ្នកវេទនាធ្វើឲ្យទាហានខ្មែរទៅស្លាប់អត់ប្រយោជន៍បាត់បង់ទឹកដីដដែលឈប់ទទួលស្គាល់ហើយនៅគ្រប់គ្រងនៅដើរតាមរដ្ឋាភិបាលឈួតនឹងដល់ណាទៀតអញ្ចឹងបើទឹកចិត្តខ្មែរណាទូទាំងប្រទេសដូចគ្នាណាស្រឡាញ់ជាតិស្រឡាញ់យុត្តិធម៌ស្អប់ខ្ពើមអំពើពុករលួយបពុនិយមគ្រួសារនិយមដូចសពថ្ងៃណាអញ្ចឹងកន្លែងណាដែលអាចធ្វើទៅបានណាប្រកាសមកឈប់ទទួលស្គាល់អានឹងបើតាមយើងដឹងអាដាមបើតាមយើងដឹងគឺជាទឹកចិត្តរបស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសសារដែលខ្ញុំបានទទួលជាហោហែនៅលើបណ្ដាញសង្គមនៅលើអីហ្នឹងគឺថាម្នាក់លោកពួយគឺថាពួកយើងតឹងទ្រូងណាពួកយើងប៉ុន្តែពួកយើងមិនហ៊ានទន្ទឹមនឹងពួកគាត់ប្រាប់ថាតឹងទ្រូងណាស់ត្រូវការឬបំរាស់ណាស់ត្រូវការផ្លាស់ប្ដូររបបដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនឃើញទាំងអស់អំពើអយុត្តិធម៌ដែលបង្កឡើងដោយក្រុមគ្រួសារតកូលហ៊ុននេះម្នាក់មានទឹកចិត្តនឹងទាំងអស់គ្នាហើយក៏ប៉ុន្តែម្នាក់អត់ហ៊ានងើបឡើងងើបម្នាក់គឺគេវាយម្នាក់ដោយដែលលោកហ៊ុនសែនមានប្រសាសន៍ចឹងគឺថាងើបមួយវាយមួយដើម្បីឈ្នះបាននោះលុះត្រាតែងើបទាំងអស់គ្នាដោយអាដាមអំពីវនេះតើធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់ហ៊ានងើបទាំងអស់គ្នាស្រុះគ្នាឡើងហ៊ុនសែនបានតែថាងើបមួយវាយមួយចុះបើងើបមួយលានប្រយ័ត្នមួយលានដេញវាយហ៊ុនសែនវិញទៅវាយគេមួយលានអ្នកមិនកើតណាអញ្ចឹងអាងើបមួយលានហ្នឹងណាវាដល់ពេលវេលាស្ថានភាពមិនយូរទេនឹងផ្ដល់ឱកាសឲ្យយើងហើយដូចយើងប្រៀបធៀបថាជាឃ្លាំងរំសេវអាឃ្លាំងរំសេវនោះវាចាំតែផ្ទុះទេយើងគូសចកូសមួយបោះទៅចកូសមួយចំអាឃ្លាំងរំសេវនោះណាវាផ្ទុះហើយវានឹងផ្ទុះអ្នកណាជាអ្នកគូសចកូសដើម្បីបោះទៅលើឃ្លាំងរំសេវនោះខ្ញុំអត់និយាយទេបើខ្ញុំនិយាយនោះបែកការខូចការអស់មិនទាន់បានធ្វើអីផងហ្នឹងខូចការអស់ហើយតែខ្ញុំដឹងថាមានឃ្លាំងរំសេវក៏មានចកូសក៏មានឃ្លាំងរំសេវនោះគឺទឹកចិត្តប្រជាពលរដ្ឋដែលប្រជាពលរដ្ឋស្អប់របបឪកូនណាវាស្អប់ដល់កម្រិតហ្នឹងគឺចាំតែផ្ទុះឯដូចឃ្លាំងរំសេវវាចាំតែផ្ទុះឯតែត្រូវមានការគូសចកូសបោះចកូសមួយភ្លើងតូចមួយគឺផ្ទុះហើយអត់មានពិបាកទេភ្លើងតូចហ្នឹងអត់ពិបាកទេពិបាកតើមានឃ្លាំងរំសេវលោកហ៊ុនសែនដឹងទេតើលោកហ៊ុនសែនដឹងថាប្រទេសទាំងមូលលោកបានប្រែក្លាយឲ្យទៅជាឃ្លាំងរំសេវហើយលោកដឹងថាតែមានចកូសណាមួយទៅវាផ្ទុះនឹងឯងលោកហ៊ុនសែនប្រកាសជាដឹងបានជាទូទៅលោកតែងតែកម្ចាត់ចកូសមកដើមចាំបានហ៊ុនសែនមិនចង់ឲ្យខ្ញុំសំរងស៊ីវិលចូលមកលើទឹកដីប្រទេសកម្ពុជាវិញណាតែហ៊ុនសែនមិនមែនអំណាចទប់ស្កាត់ធ្វើអីបានតាមចិត្តទេណាស្ថានភាពប្រែប្រួលផ្លូវខ្ញុំទៅកម្ពុជាវិញហ្នឹងវាមានផ្លូវច្រើនឱកាសហ្នឹងគឺពីមុនពិបាកតែឥឡូវនេះវាអាចធូរស្រាលជាងមុនខ្ញុំមិនចង់បកស្រាយលម្អិតទេហើយឥឡូវនេះប្រជាពលរដ្ឋខ្មែរតបដោយសារទន្ទឹមនឹងការមានសង្គ្រាមជាមួយថៃមានកំភ្លើងច្រើនដៃទាហានមានកំភ្លើងច្រើនដៃដោយហ៊ុនសែនបញ្ជូនទៅស្លាប់អត់ប្រយោជន៍ថាកុំឲ្យបាញ់អត់ឲ្យគ្រឿងសាស្ត្រាវុធឲ្យបញ្ជូនទៅស្លាប់មកនិយាយមែនតើណាឲ្យគេចូលមកធ្វើអីធ្វើទៅយកអីយកទៅយកទឹកដីតាមចិត្តទៅអាហ្នឹងបញ្ជូនទៅស្លាប់អត់ប្រយោជន៍អញ្ចឹងទាហានទាំងអស់ហ្នឹងណាទាហានទាំងអស់ហ្នឹងខ្ញុំដឹងហើយខ្ញុំស្គាល់ទឹកចិត្តគាត់យ៉ាងម៉េចពួកគាត់យ៉ាងម៉េចហើយអញ្ចឹងគាត់មានកំភ្លើងគ្រប់ដៃណាឥឡូវបើហ៊ុនសែនថាទេមកបង្ក្រាបណាបង្ក្រាបគាត់យកទាហានអីពីណាមកចាប់គេមកបាញ់គេមានកំភ្លើងដែរគេចេះការពារខ្លួនគេដែរគេនឹងការពារពលរដ្ឋខ្មែរដែរពលរដ្ឋមកគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធអញ្ចឹងគ្មានហ៊ុនសែនណាងើបមួយវាយមួយទេងើបមួយលានហើយមានកងកម្លាំងប្រដាប់អាវុធផងដែរបង្ក្រាបយ៉ាងម៉េចណាហើយដូចខ្ញុំនិយាយចឹងស្ថានភាពវាទុំជ្រាយមែនតើរបបហ៊ុនសែនហ្នឹងគឺដូចផ្លែមួយដែលតកៅស៊ីចាំតែជ្រួយបាទអញ្ចឹងខ្ញុំគាត់ថាបង្ហើបពីលទ្ធភាពនៃការបង្កើតតំបន់រំដោះ
ហើយស្ថានភាពឥឡូវនេះអំណោយផលពីព្រោះវាមិនដែលមានទេដែលចំនួនប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសដែលគេស្អប់ខ្ពើមចង់បដូរចេញបដូរចោលរបបហ៊ុនសែននេះមិនដែលមានចំនួនច្រើនលើរុបដូចសពថ្ងៃបាទអរគុណអាដាមចំពោះការបកស្រាយនេះខ្ញុំបាទនៅមានចម្ងល់អំពីរឿងការបង្កើតតំបន់រំដោះនេះក៏ប៉ុន្តែអាដាមក៏រៀបរាប់បានខ្លះរឿងខ្លះអាដាមតែជាយុទ្ធសាស្ត្រមិនបានបញ្ចេញមកយើងនឹងតាមដានបន្តទៅទៀតអាដាមជាចុងក្រោយអាដាមមានសារអីជាចុងក្រោយទេមុននឹងបិទបញ្ចប់កម្មវិធីផ្សាយនេះក៏ប៉ុន្តែឆ្លៀតឱកាសនេះសូមជម្រាបជូនលោកអ្នកនាងកញ្ញាហើយជម្រាបជូនអាដាមដែលមានការស្រាវជ្រាវមួយថាប្រជាពលករខ្មែររាប់ម៉ឺននាក់ដែលភៀសខ្លួនពីប្រទេសថៃមកកម្ពុជានេះឥឡូវនេះកំពុងតែប្រឈមមុខនឹងការអត់ការធ្វើប្រឈមមុខនឹងជីវភាពអត់ការធ្វើហើយជួបប្រទះនឹងរឿងសាំងឡើងថ្លៃដែលធ្វើឲ្យទំនិញគ្រប់ប្រភេទឡើងថ្លៃដែរហើយនាសប្តាហ៍ក្រោយនេះនាថ្ងៃអង្គារសប្តាហ៍ក្រោយនេះយើងក៏នឹងមានកិច្ចពិភាក្សាទូរទស្សន៍អាស៊ីសេរីជុំវិញបញ្ហានេះដែរគ្រាន់តែជម្រាបជូនលោកអ្នកស្ដាប់តែប៉ុណ្ណេះទេក៏ប៉ុន្តែងាកមកអាដាមវិញតើជាចុងក្រោយនេះអាដាមមានសារអីដើម្បីបិទបញ្ចប់កម្មវិធីផ្សាយរបស់យើងនារាត្រីនេះបាទឃើញថាទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរគឺកាន់តែធំឡើងលោកជុនច័ន្ទបុតនិយាយពីពលករខ្មែរ1លានអ្នកណាប្រហែល1លានអ្នកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយមួយឆ្នាំពលរដ្ឋខ្មែរម្នាក់ផ្ញើមកប្រទេសកម្ពុជាផ្ញើលុយជូនម៉ែឪទៅស្រុកខ្មែរយ៉ាងតិចណាស់ក៏$1000អញ្ចឹងបើ1លានអ្នកបានត្រឡប់មកវិញគឺយើងខាត់បងពីមុនធ្លាប់ផ្ញើ$10,000 លានឥឡូវវាបាត់$10,000 លាន$10,000 លានអញ្ចឹងហើយពលករខ្មែរដែលមកវិញណា1លានណាសិតតែអ្នកដែលកំពុងតែពេញកម្លាំងអត់ការងារធ្វើទៅរបបហ៊ុនសែនផលថា1លានអ្នកនោះមានការងារធ្វើច្រើនណា70-80លាក់អត់សោះទៅមើលសភាពការចាស់ស្ដាយគ្មានរកការងារធ្វើបានទេពិបាកណាស់ហើយការងារនោះគឺវាប្រាក់ខែវាតិចប្រាក់ចំណូលវាតិចជួយខ្លួនឯងជួយមិនទាំងរួចផងរឿងអីអាចជួយម៉ែឪដូចបងប្អូនកូនចៅដូចធ្លាប់ជួយពីមុនអញ្ចឹងសិតតែកំហឹងហ្នឹងដែលជាឃ្លាំងរំសេវវាចាំតែផ្ទុះអាឃ្លាំងរំសេវហ្នឹងវាកាន់តែធំអញ្ចឹងឃើញការដឹកនាំប្រទេសពីរបបហ៊ុនសែនគឺបង្កឲ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនអ្នកហើយកាន់តែធ្ងន់ធ្ងរអញ្ចឹងខ្ញុំសូមអំពាវនាវដល់បងប្អូនណាកុំអស់សង្ឃឹមរបបឪកូនរបបចង្រៃនេះវាដល់ទីបញ្ចប់របស់វាហើយយើងនឹងខិតខំធ្វើម៉េចឲ្យឆ្នាំ2006នេះណាហើយក្រោយពីចូលឆ្នាំខ្មែរទីទៀតនេះធ្វើម៉េចឆ្នាំក្រោយណាថាឆ្នាំខ្មែរឆ្នាំក្រោយណាយើងនឹងធ្វើម៉េចកម្ចាត់របបចង្រៃឪកូននេះឲ្យតទៅបានពីលើទឹកដីប្រទេសកម្ពុជាបាទអរគុណអាដាមសម្រាប់ការចូលរួមនារាត្រីនេះហើយសូមអាដាមមានសុខភាពល្អបាទជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះបាទសូមជម្រាបលាហើយអរគុណជម្រាបលាបាទ